បាទគោរពនឹងជំរាបសួរដល់បងប្អូនទាំងអស់គ្នាបាទហ្នឹងហើយថ្ងៃនេះដែរខ្ញុំមានប្រភេទឫស្សីជុំបាទຂະຫນាត VIP បាទហ្នឹងហើយមកបង្ហាញជូនដល់ពុកម៉ែបងប្អូនគឺជាឫស្សីជុំបាទ VIP គឺຂະຫນាតបន្តោងបាទຂະຫນាតបន្តោងបាទហ្នឹងហើយតូចល្មមបាទហើយនេះគឺរបស់អ្នកស្គាល់គ្នាគាត់ថែរក្សាយូរហើយបាទហ្នឹងហើយគាត់បានយូរហើយអញ្ចឹងណាបាទបងប្អូនមើលតែសាច់ទៅដឹងហើយបាទយើងត្រាំប្រេងយើងលេបចឹងសម្បល់អីគឺឡើងសាច់ស្អាតហើយបងប្អូនបាទមិនមែននៅសាច់ខៀវអីទៀតទេបាទហើយសម្រាប់ចុងនប់វិញគឺយើងបានកែច្នៃបាទព្រោះជុំហ្នឹងគឺរាងវែងអញ្ចឹងណាបាទយើងកាត់ធ្វើដូចជាចុងនប់ឡើងខ្នែបបាទហ្នឹងហើយមកជុំជាងបាទហ្នឹងហើយពិសេសមែនទែនបាទដើររយបានដល់ច្រើនមកជុំបាទនេះមកជុំជាងអញ្ចឹងមើលទៅខ្វង់ស្អាតហើយឡើងអត់ប៉ែបាទហ្នឹងហើយអាចុងអីយើងសម្រួចយើងធ្វើដូចជាចុងនប់អញ្ចឹងបាទហ្នឹងហើយស្អាតណាពុកម៉ែបងប្អូនហ្នឹងហើយធ្វើជាຂະຫນាតបន្តោងគឺអែមស្រែហ្មងបាទហ្នឹងហើយយកទៅឆ្លាក់ក៏បានអីក៏បានដែរបាទហ្នឹងហើយជាតួអង្គអីចឹងណាបាទហ្នឹងហើយស្អាតណាពីរគ្រាប់នេះបាទហើយធំនេះក៏ស្អាតដែរពុកម៉ែបងប្អូនឃើញកវៀនណាបាទហ្នឹងកវៀនជុំធំមួយហើយអាកវៀននៅគល់ចុងដូចនេះទៀតបាទគ្រាន់តែយើងកែច្នៃទេអាខាងចុងដែលជុំហ្នឹងណាបាទដោយសារយើងចង់កែឲ្យស្អាតបន្តិចបាទហ្នឹងហើយឲ្យស្អាតបន្តិចទៅក៏ធ្វើចុងហ្នឹងដូចជាចុងនប់អញ្ចឹងទៅពុកម៉ែបងប្អូនបាទហើយបងមើលទៅយល់យ៉ាងណាដែរបាទហ្នឹងហើយតើដល់ពេលយើងកែអញ្ចឹងទៅដូចជាមានសោភ័ណភាពរឹតតែស្រស់ស្អាតអីចឹងណាបាទខ្ញុំឃើញហ្នឹងហើយគួរស្រឡាញ់តែម្ដងបាទហ្នឹងហើយតែចាំមើលបានរកបានខ្លួនឯងណាបាទណារកឥឡូវបានមកជុំបាទមកជុំកន្លះអីចេះគឺពិបាករកបាទអត់ងាយបានជួបទេបាទទៅតែជួបធំលោកមុនមួយបាទបងប្រុសគាត់សុំទៅបាទក៏សុំចែកទៅហើយបាទតូចអញ្ចេះអត់ទេបាទរត់បានហើយបានមកជុំអីបាទហ្នឹងហើយពីនេះស្អាតណាបាទស្អាតមែនតើបាទហ្នឹងហើយស្អាតខ្នែបស្អាតណាយមទៅអត់ចំហបាទហ្នឹងស្អាតហ្មងបាទពុកបែបងប្អូនមើលជាក់ស្ដែងបាទហ្នឹងហើយរបស់ធម្មជាតិបាទរបស់ធម្មជាតិហ្នឹងហើយសៃកងជុំឬមួយក៏សៃឫស្សីជុំបាទឫស្សីជុំកន្លង់ឬមួយក៏គេហៅថាឫស្សីកងជុំបាទកងជុំបាទសម្រាប់គ្រូអីគឺគាត់មានគាថាគាត់ទៅគាត់អាចប្រើសូត្រដាក់គាថា